ប្រទេសចិននិងប្រទេសកម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរបំផុតចំពោះកិច្ចសហប្រតិបត្តិការនយោបាយការអភិពាណិជ្ជកម្មការវិនិយោគវិស័យការពារជាតិសន្តិសុខមនុស្សជាតិបរិស្ថានសុខាភិបាលការផ្លាស់ប្ដូរប្រជាជននិងប្រជាជនវប្បធម៌និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាច្រើនការបន្តគាំទ្រគ្នាខាងលើនេះបង្ហាញច្បាស់នៅក្នុងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាពីថ្ងៃទី17ដល់18ខែមេសាឆ្នាំ2025នៅក្នុងលទ្ធផលនេះក៏បានបង្ហាញថាលោកស៊ីជីនពីងបានចូលថ្វាយបង្គំគាល់ឬជំនួបជាមួយព្រះករុណារោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជាសម្ដេចមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរលោកហ៊ុនសែនប្រធានព្រឹទ្ធសភានិងលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគួរបញ្ជាក់ថាចំពោះទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស៊ីជីនពីងមកកម្ពុជាឃើញថាមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន37ឯកសារលើវិស័យជាច្រើនរួមមានសន្តិសុខសកលការអប់រំនិងការអភិវឌ្ឍធនធានមនុស្សកសិកម្មឧស្សាហកម្មខ្សែច្រវាក់ផ្គត់ផ្គង់ជំនួយអភិវឌ្ឍពន្ធផ្គុយចតាឡេសាសុខាភិបាលទេសចរនិងប្រព័ន្ធផ្សព្វផ្សាយចំនួនឯកសារនេះមិនរាប់បញ្ចូលឯកសាររវាងរដ្ឋនិងឯកជនព្រមទាំងរវាងធុរកិច្ចនិងធុរកិច្ចមួយចំនួនដែលបានចុះហត្ថលេខាលើគម្រោងធំរួមមានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូនដេជោការសាងសង់រោងចក្រថាមពលពី900មូក្នុងខេត្តកោះកុងនិងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែកបន្ទាប់មកនៅថ្ងៃទី18ខែមេសាឆ្នាំ2025ក៏មានផ្សាយពីសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងចិនស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីនិងការអនុវត្តគំនិតផ្ទួចផ្ដើមអភិវឌ្ឍសកលគំនិតផ្ទួចផ្ដើមសន្តិសុខសកលនិងគំនិតផ្ទួចផ្ដើមអរិយធម៌សកលជាភាសាខ្មែរចំនួន11ទំព័រពុំមានបោះត្រាមានចំណុចគោលធំដូចជាការកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកល GD ការអនុវត្តគំនិតផ្ដួចផ្ដើមសន្តិសុខសកល GZ និងការអនុវត្តគំនិតផ្ដួចផ្ដើមអរិយធម៌សកល GC ដូច្នេះវត្តមានលោកស៊ីជីនពីងមកកម្ពុជាជាលើកទី2ក្នុងឆ្នាំ2025ត្រូវនឹងថ្ងៃទី17ខែមេសាពិតជានាំមកគម្រោងវែងឆ្ងាយរវាងប្រទេសចិននិងប្រទេសកម្ពុជាយ៉ាងខ្លាំងនិងប្រកបដោយគុណសម្បត្តិឬអាចមានគុណវិបត្តិតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែងជាធម្មតាគួរមានសន្និសីទសារព័ត៌មានលម្អិតមួយអំពីខ្លឹមសារលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស៊ីជីនពីងប្រធានាធិបតីចិនមកកម្ពុជាចំនួន2ថ្ងៃក្នុងឆ្នាំ2025និងប្រៀបធៀបលទ្ធផលដែលលោកធ្លាប់មកទស្សនកិច្ចលើកទី1កាលខែតុលាឆ្នាំ2015មួយ